ហើយលើកយកលក្ខខណ្ឌ3ចំណុចដើម្បីបញ្ចប់សង្គ្រាមនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានលោកអ្នកនាងកញ្ញាជាទីមេត្រីយោងតាមគេហទំព័រទូរទស្សន៍អាស៊ីសេរី TFA បានចុះផ្សាយនៅថ្ងៃទី22ខែធ្នូឆ្នាំ2025នេះថាថៃលើកយកលក្ខខណ្ឌ3ចំណុចដើម្បីបញ្ចប់សង្គ្រាមនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានប្រពន្ធបន្តថារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភួងកេតកែវបានបញ្ជាក់ពីលក្ខខណ្ឌ3យ៉ាងឲ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុនឲ្យជាក់លាក់និងចូលរួមសហការដើម្បីបោះសម្អាតមីននៅតាមតំបន់ព្រំដែនលោកស៊ីហាសាក់បានអះអាងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ធ្នូនេះថាក្នុងអាណត្តិរបស់រដ្ឋាភិបាលមុនប្រទេសថៃបានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈមធ្យោបាយទ្វេភាគីប៉ុន្តែភាគីកម្ពុជាបានយកបញ្ហានេះទៅអង្គការសហប្រជាជាតិជំនួសឲ្យការដោះស្រាយទ្វេភាគីលោករដ្ឋមន្ត្រីការបរទេសថៃរូបនេះបានអះអាងទៀតថាទំនុកចិត្តគឺជាសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហានៅក្នុងចំនួនរវាងកម្ពុជានិងថៃក៏ប៉ុន្តែភាគីកម្ពុជាធ្លាប់បានលួចថតនិងបញ្ចេញសម្លេងកិច្ចសន្ទនាជាមួយអតីតមេដឹកនាំថៃលោកស្រីផេថងថានស៊ីណាវ៉ាត់លោកចោទថាគឺជាការប៉ុនប៉ងរបស់កម្ពុជាដើម្បីធ្វើឲ្យរដ្ឋាភិបាលថៃចុកខ្សោយលោកស៊ីហាសាក់លើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពរវាងថៃនិងកម្ពុជាកាលពីថ្ងៃទី26ខែតុលានឹងក្លាយជាមាគ៌ាឆ្ពោះទៅរកសន្តិភាពទាល់តែភាគីកម្ពុជារំសាយអាវុធកាត់បន្ថយកងទ័ពបោះសម្អាតមីននិងឧក្រិដ្ឋកម្មឆ្លងដែនជាមុនសិនដោយក្នុងនោះមន្ត្រីថៃរូបនេះបានលើកយកករណីទាហានថៃដើរជន់មីននៅតាមតំបន់ព្រំដែនមកចោទប្រកាន់លើកម្ពុជាផងដែរលោកស៊ីហាសាក់បានបញ្ជាក់ជាចុងក្រោយថាមិនមានកិច្ចព្រមព្រៀងឈប់បាញ់នោះទេនៅក្នុងថ្ងៃនេះដោយដំណោះស្រាយចំនួនព្រំដែនមួយនេះនឹងត្រូវលើកយកទៅនិយាយបន្តនៅក្នុងការប្រឹក្សាកម្រិតរដ្ឋមន្ត្រីការពារជាតិនៅក្នុងថ្ងៃទី24ធ្នូនៅខេត្តច័ន្ទបុរីប្រទេសថៃចំពោះលក្ខខណ្ឌរបស់ភាគីថៃមកលើកម្ពុជាដែលជាប្រទេសរងគ្រោះនេះលោកឆាំឆានីប្រធានស្ថាប័នព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារយល់ថាខ្ញុំបានឃើញសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានហើយនៅក្នុងសេចក្តីថ្លែងការណ៍ទាំង10ចំណុចនេះដូចជាមិនឃើញចំណុចណាមួយដែលដាក់សម្ពាធឲ្យបានខ្លាំងក្លាទៅលើភាគីថៃឲ្យឈប់បាញ់ប្រហារមកលើកម្ពុជានោះទេតែទោះជាយ៉ាងណាបើទោះជាកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងដាក់សម្ពាធក្នុងកម្រិតណាក៏ដោយខ្ញុំជឿថាថៃមិនគោរពទៅលើការសម្រេចឬក៏ការទាមទាររបស់ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននោះទេពីព្រោះថៃគេដឹងច្បាស់ថាកម្ពុជាបានធ្លាក់កូដផ្នែកការទូតនៅលើឆាកអន្តរជាតិដោយសារមេដឹកនាំកម្ពុជាបានពាក់ព័ន្ធធ្វើការរកស៊ីជាមួយក្រុមអ ுக ្រិតជនអនឡាញអញ្ចឹងហើយបានជាសហគមន៍អន្តរជាតិគេមិនអាចលូកដៃមកជួយកម្ពុជាបាននៅពេលដែលថៃដឹងថាសហគមន៍អន្តរជាតិមិនអាចលូកដៃជួយមកកម្ពុជាបាននឹងហើយបានជាថៃនៅតែបំពេញឈ្លានពានកម្ពុជាយ៉ាងកក្លឿនម្ដងហើយម្ដងទៀតតែទោះជាយ៉ាងណាខ្ញុំនៅតែយល់ថាភាគីកម្ពុជាមានព្រៀបក្នុងការដោះស្រាយបញ្ហាសង្គ្រាមកម្ពុជាថៃតាមយន្តការច្បាប់ដូចជាការដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងកោះប្រជុំភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យជួយអន្តរាគមន៍បញ្ចប់សង្គ្រាមកម្ពុជាថៃអីជាដើមតែបញ្ហានៅត្រង់ថារបបក្រុងភ្នំពេញអត់ព្រមប្រើយន្តការច្បាប់កន្លែងហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋនិងប្រទេសជាតិរងគ្រោះកាន់តែធ្ងន់ឡើងដូច្នេះជំរឿសចុងក្រោយខ្ញុំយល់ថាបើសិនជារបបក្រុងភ្នំពេញមិនព្រមប្រើយន្តការច្បាប់ដើម្បីដោះស្រាយបញ្ចប់សង្គ្រាមរវាងកម្ពុជាថៃនេះទេប្រជាពលរដ្ឋខ្មែរត្រូវតែបដូរមេដឹកនាំក្រុមគ្រួសារតកូលហ៊ុននឹងចេញដើម្បីផ្ដល់ឱកាសឲ្យមេដឹកនាំជំនាន់ក្រោយគេយកយន្តការច្បាប់មកដោះស្រាយបញ្ចប់ចំនួនរវាងកម្ពុជានិងថៃរាយការណ៍ព័ត៌មានដល់នេះខ្ញុំបេឡាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារ